ក្មួយស្រីឡាននឹងលក់អត់ណែតាចាស់ឡប់មានលុយទិញហ៎សន្តិសុខងប់ទៅណាអស់ការ៉ូនេះនាំចូលពីក្រៅណាបើប្រឡាក់តាសងរួចអត់ឆាប់ចេញទៅតាគ្រាន់តែចង់មកមើលឡានតាកូនប្រុសតាប្រាប់ថាឲ្យតាមកទីនេះរើសឡានធំជិះបានច្រើនអ្នកយកទៅប៉ុន្មានគ្រឿងហាតាចាស់ស្មោកក្រោកភ្លេចលេបថ្នាំមែនរើសប៉ុន្មានគ្រឿងហ៎ដឹងអត់ត្រឹមតែកង់ឡានមួយគ្រាប់នៅទីនេះអាចទិញដីស្រែតាបានមួយចំហៀងស្រុកទៅហើយស្មានតែទីនេះផ្សារលក់ស្បៃក្តោបមែនហាត្រូវហើយលោកតាមើលអេតចៃក្នុងថងតាទៅមើលមានលុយទិញកញ្ចក់ឡានមួយអត់កុំមករំខានការរកស៊ីគេឆាប់ចេញទៅប្រយ័ត្នភ្ញៀវមកឃើញគេស្មានតែកន្លែងនេះទិញអេតចៃឥឡូវហើយឈប់សិនហេតុអីបានដេញគាត់អូយក្មួយស្រីវាប្រឡាក់ឡើងលោកតាមិនប្រឡាក់ទេខ្ញុំជាអ្នកលក់នៅទីនេះឈ្មោះលីនយាកមកខ្ញុំនាំតាទៅបន្ទប់ត្រជាក់ជាងលីនយាកនាងឯងឈួតទេដឹងខួរក្បាលមានបញ្ហាមែនជាបុគ្គលិកហាត់ការចិត្តត្រូវគេដេញចេញសោះតែជានាំតាចាស់នេះទៅបន្ទប់វេបទៀតប្រឡាក់សាឡុងនាងឯងមានលុយសង្អត់ខ្ញុំសួរថាមានលុយសង្អត់លីនយាកនាងឯងចង់ឌឺដងជាមួយខ្ញុំមែនទេដេញតាចាស់នេះចេញភ្លាមទៅអ្នកគ្រប់គ្រងវាងច្បាប់ក្រុមហ៊ុនគឺអ្នកចូលមកសុទ្ធតែជាភ្ញៀវលោកតាគាត់មកមើលឡានតាគ្មានច្បាប់ណាចែងថាអ្នកពាក់ស្បែកជើងចមិនអាចដើរចូលហាងយើងនោះទេហាភ្ញៀវស្អីគេបែបហ្នឹងលីនយាកនាងឯងនេះពិតជាល្ងងមិនចេះកែសោះបានបើចូលចិត្តបំរើពួកអ្នករើសអេតចៃខ្លាំងណាស់ថ្ងៃនេះខ្ញុំប្រគល់គមួយដុំគឺម្នាក់នេះឲ្យនាងចុះអ្នកទាំងអស់គ្នាជួយស្ដាប់ផងណាបើលីនយាកគិតថាខ្លួនឯងពូកែណាស់យើងនឹងទុកឱកាសឲ្យនាងលីនយាកស្ដាប់ឲ្យច្បាស់ថ្ងៃនេះបើនាងអាចបោកលុយពីតាចាស់នេះបានតែមួយរៀលតំណែងអ្នកគ្រប់គ្រងខ្ញុំនឹងប្រគល់ឲ្យនាងភ្លាមទុកឱកាសឲ្យនាងស្ដាប់ឲ្យច្បាស់ណាបើថ្ងៃនេះនាងលក់ឡានឲ្យតាចាស់នេះបាននោះខ្ញុំនឹងលើកតំណែងនេះឲ្យនាងអង្គុយហ្មងមេកាយតំណែងនេះមានសុវត្ថិភាពណាស់ហាត្រឹមមួយរៀលបើតាចាស់នេះមានលុយទិញមែនខ្ញុំនឹងស៊ីកង់ឡានក្នុងហាងនេះឲ្យមើលហ្មងលីនយាកបើខ្លាំងហ៊ានភ្នាល់អត់បើចាញ់ត្រូវលុតជង្គង់ក្រាបសំពះសុំទោសខ្ញុំនឹងមេកាយរួចរមៀលចេញទៅបានអ្នកគ្រប់គ្រងបាននិយាយខ្លួនឯងណាបុគ្គលិកនៅទីនេះជាសាក្សីស្រាប់ហើយបើថ្ងៃនេះខ្ញុំលក់ឡានឲ្យគាត់បានអ្នកត្រូវតែប្រគល់តំណែងនោះមកឲ្យខ្ញុំហេសម្ដីខ្ញុំគឺម៉ាត់ណាម៉ាត់នឹងខ្លាចតែបន្តិចទៀតនាងយំមិនចេញទឹកភ្នែកទេណាតោះយើងនៅហិតក្លិនក្រអាក្រក់នៅទីនេះអីអាសៀងយកតែល្អទៅទុកឲ្យអស់ទៅទុកឆុងឲ្យភ្ញៀវវេបផឹកកុំយកទៅទទួលមនុស្សផ្ដេសផ្ដាសខូចរបស់អស់ហាលោកតាញ៉ាំទឹកបន្តិចសិនទៅទឹកក្តៅណាស់ជួយបំបត្តិស្រេកបានល្អក្មួយស្រីចិត្តល្អណាស់តានិយាយតាមត្រង់ចុះតាមិនចេះមើលឡានអីទេព្រឹកមិញមុនចេញពីផ្ទះកូនប្រុសតាដែលបើកក្រុមហ៊ុននៅក្រុងហ្នឹងហុចកាត់មួយឲ្យតាប្រាប់ឲ្យតាមកក្រោកទិញឡានធំដែលជិះបានច្រើនអ្នកហើយជិះស្រួលយកទៅប៉ុន្មានគ្រឿងតាសួរគេថាហាងនេះមានលក់ឡានល្អហើយថ្លៃជាងគេតាក៏ដើរមករកមកទៅចឹងលោកតាមកត្រូវកន្លែងហើយឡានលំដាប់វេបនៅក្នុងហាងយើងគឺធំទូលាយជាងគេទាំងអស់ហើយជិះស្រួលជាងគេទៀតផងតោះចាំខ្ញុំនាំលោកតាទៅមើលគេគ្រាន់តែអួតថាកូនប្រធានក្រុមហ៊ុនសោះនាងឯងក៏ជឿដែរសំគ្នាមកឆ្មងពួកអ្នកស្រែអូយកៅអីនេះទុនណាស់ដូចសាឡុងធំអញ្ចឹងក្មួយស្រីប៊ូតុងច្រើនញឹកស្អែកនៅលើឡាននេះគេសម្រាប់ធ្វើអីខ្លះទៅតាមើលមិនយល់សោះលោកតាតាមពិតវាស្រួលប្រើទេតាឃើញរូបកៅអីនេះអត់បើចុចសញ្ញាព្រួញឡើងលើនេះកៅអីវានឹងងើបឡើងបើចុចចុះក្រោមតាអាចគេងបានយ៉ាងស្រួលហើយមួយនេះវិញគ្រាន់តែចុចមួយបាច់កៅអីនេះនឹងមានប្រព័ន្ធម៉ាសាក្នុងឲ្យតាច្របាច់ចង្កេះដូចយើងជួជាងម៉ាសាផ្ទាល់ខ្លួនអញ្ចឹងពេលតាធ្វើការហត់មកគេងម៉ាសាលើនឹង20នាទីធានាថាស្រួលខ្លួនហ្មងអូយម៉ាសាចង្កេះមែនតាវើយអស់ចាមែនហាចុះអេក្រង់ធំនេះសម្រាប់ធ្វើអីនឹងគឺជាទូរទស្សន៍ពេលតាអង្គុយអផ្សុកតាគ្រាន់តែចុចលើនឹងបន្តិចតាអាចមើលរឿងចិនបុរាណដែលតាចូលចិត្តបានហើយមានបំពង់សំឡេងដល់ទៅ12គ្រាប់បញ្ចេញមកដូចតាកំពុងអង្គុយមើលកូនផ្ទាល់ជួរមុខអញ្ចឹងលីនយាកនេះពិតជាឈួតមែនអង្គុយអធិប្បាយប្រាប់តាចាស់នឹងឡើង2ម៉ោងហើយមិនចេះហត់ទេអីល្ងងគឺនៅតែល្ងងចេះតែចំណាយពេលចោលលើរឿងអត់ប្រយោជន៍សំតែត្រូវគេបញ្ឈប់ពីការងារហើយលោកតាគ្រាន់តែមើលនឹងភ្នែកអត់ដឹងទេយើងអាចបើកសាកមើលសិនបានចាំខ្ញុំទៅរៀបចំឯកសារសិនរួចជូនតាបើកសាកមួយជុំដើម្បីឲ្យតាសាកដោយផ្ទាល់ថាឡាននេះជិះស្រួលប៉ុណ្ណាយល់ព្រមទេលោកតាតាមចិត្តក្មួយស្រីចោះមកអង្គុយសិនមកក្មួយស្រីតាក្រោកបេះបន្លែតាំងពីម៉ោង5ព្រឹករហូតដល់ឥឡូវមិនទាន់បានញ៉ាំបាយមួយម៉ាត់ទេលោកតាបើមិនទាស់ខុសអីខ្ញុំមានខ្ចប់បាយប្រអប់មកថ្ងៃនេះខ្ចប់មកច្រើនគួរសមដែរទៅកន្លែងបុគ្គលិកខាងក្រៅញ៉ាំបាយជាមួយខ្ញុំមិនទាស់ខុសអីទេអ្នកស្រែដូចតាមានអីហូបក៏បានដែរអ្នកខ្លះនោះណាគិតថាហាងនេះជាជំរកជនភៀសខ្លួនមិនបានជាហើយពួកអ្នកសុំទានមកបញ្ចុកបាយទៀតមេកាយជួយមើលនាងផងមើលបន្តិចទៀតអ្នកអនាម័យនឹងមកកអ៊ូថាធុងសម្រាមធំក្លិនផ្អុំទៀតហើយ
លីនយាស៊ីរួចឆាប់នាំតាចាស់នេះចេញឲ្យលឿនទៅកុំឲ្យទើសភ្នែកថៅកែធំដែលរៀបនឹងមកដល់នេះលោកតាញ៉ាំឲ្យច្រើនទៅខ្សាច់ជ្រូកនេះខ្ញុំរំងាស់ខ្លួនឯងផុយល្អណាស់តាប្រកាសជាទំពាមាត់មិនខានឆ្ងាញ់ណាស់ក្មួយស្រីដែលរស់រហូតដល់អាយុ60ឆ្នាំជាងហើយក្រៅពីយាយវាដែលស្លាប់ចោលទៅមិនទាន់មានអ្នកណាធ្វើខ្សាច់ជ្រូកឲ្យតែឆ្ងាញ់ចឹងទេឆ្ងាញ់តាញ៉ាំឲ្យច្រើនទៅនៅទីនេះមានច្រើនទៀតក្មួយស្រីមុខមាត់ក៏ស្អាតបាតចិត្តក៏ល្អទៀតប្រាប់តាមើលមានសង្សារនៅនឹងលោកតាខ្ញុំទើបតែរៀនចប់ការងារក៏ចិត្តបាត់បង់ទៀតមានអារម្មណ៍ឯណាយកសង្សារទៅលោកតាល្អណាស់តាប្រាប់ចុះតានោះទោះវាឈួតនឹងការងារបន្តិចមុខរឹងដូចដុំថ្មក៏ពិតមែនតែចិត្តវាមិនអាក្រក់ទេក្មួយស្រីចុះបើមកធ្វើជាកូនប្រសារតាតែម្ដងទៅល្អអត់បានតាលោកតាឲ្យតែកូនប្រុសតាមិនប្រកាន់ក្មេងស្រីក្រីក្រគ្មានការងារធ្វើដូចខ្ញុំនឹងធ្វើខ្សាច់ជ្រូកឲ្យតាញ៉ាំរាល់ថ្ងៃហាសន្យាហើយណាក្មួយស្រីមួយព្រឹកនេះហើយពិបាកអញហើយដែលមានការអត់ធ្មត់ជាមួយតាចាស់ម្នាក់នេះកូនប្រុសតានិយាយត្រូវមែនទិញឡានត្រូវរកអ្នកដែលយើងអាចទុកចិត្តបានទៅខាងមុខព្រីនកុងត្រាមកឲ្យតាស៊ីញ៉េមកយកអាឡានទំនើបចុងក្រោយដែលឯងប្រាប់តាមិញតែយក10គ្រឿងបង់លុយសម្រាប់ទុកចែកជាកាដូដល់បុគ្គលិកកូនប្រុសរបស់តាហើយផ្នែកកណេមកព្រីនកុងត្រាឲ្យតាភ្លាមមកយកឡានម៉ូដែលដែលក្មួយលីនយាបបង្ហាញតាមិញនេះអាឡានធំពណ៌ខ្មៅនឹងយកអាទំនើបបំផុតចំនួន10គ្រឿងធ្វើឲ្យលឿនឡើងលោកតាកុំលេងសាច់អីលោកតាកុំលេងអញ្ចឹងអីតាមិនបានលេងសាច់ទេប្រពន្ធថៃនឹងប៉ាឯងត្រូវគេជន់ឈ្លីក្នុងហាងលក់ឡានហើយមានមេកៅធាត់ដូចជ្រូកម្នាក់ត្រកូវ៉ានិងមីស្រីមុខកញ្ជ្រោងឈ្មោះលីណាអំបញ្ញមិញវាជាថាប៉ាជាអ្នកសំទាយហើយសន្តិសុខមកវីប៉ាទៀតថែមទាំងចង់ដណ្ដើមលុយចំណេញពីប្រពន្ធឯងទៀតផងជំនួយការលីកើតអីនឹងមានរឿងអីលោកអគ្គនាយកក្មេងស្រីដែលលោកតាមរកឃើញហើយស្អីគេរកនាងឃើញហើយឥឡូវនាងនៅណាស៊ើបដឹងថានាងកំពុងហាត់ការនៅហាងលក់ឡានឌីងសឹងរបស់យើងស៊ើបដឹងថានាងកំពុងហាត់ការនៅហាងលក់ឡានឌីងសឹងរបស់យើងហាងលក់ឡានឌីងសឹងហ៎មិនក៏ចៃដន្យអម្លេះប៉ាប្រាប់នាងឲ្យចាំខ្ញុំ10នាទីខ្ញុំក្នុងនាមជាប្រធានក្រុមហ៊ុនឌីងសឹងនឹងទៅដល់ទីអ្នកណាហ៊ានប៉ះពាល់ប៉ានឹងនាងខ្ញុំនឹងមិនឲ្យពួកវារស់នៅបានសុខឡើយបានចាំមើលខ្ញុំបញ្ចេញទ្វេដៃឲ្យមើលខ្ញុំទេទៅបងជីដូនមួយខ្ញុំឥឡូវនេះប្រធានគ្រប់គ្រងហាងនេះគឺជាបងជីដូនមួយរបស់ខ្ញុំទោះឯងហៅអ្នកណាមកក៏អញមិនខ្លាចដែរឡើយប្រធានគ្រប់គ្រងហាងនេះគឺជាបងជីដូនមួយរបស់ខ្ញុំទោះឯងហៅអ្នកណាមកក៏អញមិនខ្លាចដែរឡើយត្រូវឲ្យអ្នកគ្រប់គ្រងវ៉ាហើយប្រធានគ្រប់គ្រងមកទៅលៀនយាកនាងអញហ៊ានរួមគំនិតជាមួយអ្នកក្រៅប៉ះបោចាំប្រធានគ្រប់គ្រងមកដល់នាងអញងាប់មិនខានក្មួយស្រីកុំខ្លាចអីចៅប្រុសធំតាទ្វេអាសត្វកូនប្រុសពោះម៉ាយរបស់តានោះសម្ដីវាគឺម៉ាត់ណាម៉ាត់នឹងហើយបើ10នាទីយឺតតែ1វិនាទីតានឹងវាឲ្យងាប់ផ្លាកលេខ0001នោះគឺឡានរបស់ប្រធានក្រុមហ៊ុនឈីងធានគ្រប់ដែលជាឡានផ្ទាល់ខ្លួនរបស់គាត់តើម៉ែឲ្យទ្វារឡានបើកហើយអ្នកណាហ៊ានមករករឿងនៅកន្លែងរបស់ខ្ញុំ